សូមជម្រាបសួរបងប្អូនឥឡូវនេះស្វាយរៀងចាប់ផ្ដើមធ្លាក់ភ្លៀងហើយខែភាសាបងប្អូនឥឡូវមានកក់ខែផ្ដើមអញ្ចឹងយើងមានផ្សិតរបស់យើងដុះទៀតហើយណាហ្នឹងគេហៅថាផ្សិតបច្ចៈផ្សិតស្មាច់ឬក៏ផ្សិតប្រេងខ្យល់ហ្នឹងរសជាតិល្វីងណាបងប្អូនអញ្ចឹងយើងអាចស្លជាស្លម្សៅឆាក៏បានបបរសាច់មាន់ក៏បានដែរបងប្អូនអញ្ចឹងយើងមើលណាហ្នឹងគឺជាផ្សិតដែលដុះមកពីធម្មជាតិពិតៗណាបងប្អូនណាចាគឺជាប់ដីជាប់ស្លឹកសពគ្រប់តែម្ដងជារបស់ធម្មជាតិហើយផ្សិតនេះគឺមិនមែនដុះជាប្រចាំទេតើមានការធ្លាក់ភ្លៀងហើយភ្លៀងច្រើនពេកក៏អត់ដុះដែរអញ្ចឹងអានេះគឺធម្មជាតិពិតៗបងប្អូនអញ្ចឹងយើងមើលមេឃភ្លៀងផ្ដាក្តៅផ្ដាឥឡូវវាមានហើយបងប្អូនណាហើយឥឡូវកំពុងពេញល្អកំពុងល្អមែនតើចាយើងមើលបន្លែរបស់យើងកំពុងពេញខ្ចីដែរត្រូវទឹកភ្លៀងណាជៀនលក់ក៏បានដែរ